ខ្ញុំផ្ដាំផ្ញើទៅដល់កសិករដែលធ្វើស្រែងាកមកប្រើ GR-in-1 វិញទៅព្រោះថវិកាតិចហើយចំណេញពេលវេលាចំណេញទាំងសុខភាពហើយបានទិន្នផលខ្ពស់ជំរាបសួរបងប្អូនប្រិយមិត្តដែលកំពុងតែតាមដានទស្សនា DMP Biotic ខណៈនេះខ្ញុំបាទឌីម៉ងបាទស្ថិតនៅលើភ្លឺស្រែនាខេត្តព្រៃវែងបាទហើយក៏កំពុងតែជួបជាមួយនឹងកសិករគំរូម្នាក់ដែលគាត់បានប្រើប្រាស់ផលិតផល All in One របស់យើងទៅលើដំណាំស្រូវរបស់គាត់បាទហើយក៏ចង់ដឹងថាក្រោយពេលប្រើប្រាស់នេះទទួលបានផលិតផលបែបណាសូមនាំពុកម៉ែយាយតាទៅជួបជាមួយនឹងខ្ញុំដូចតទៅបានបាទជំរាបសួរបងស្រីខ្ញុំឈ្មោះគាសវណ្ណរស់នៅភូមិស្ពឺលិចឃុំស្ពឺកស្រុកបាភ្នំខេត្តព្រៃវែងចង់ដឹងដែរថាស្រូវនេះបងប្រើពូជអីដែរបងប្រើពូជ OM 5451បងបានប្រើប្រាស់ G All in One នេះចំនួនប្រមាណដងហើយចំនួន2ដងចំនួន2ដងចាអរគុណបងអញ្ចឹងបងការប្រើប្រាស់ចំនួន2ដងនេះបងសង្កេតឃើញថាទី1ឬវាយ៉ាងម៉េចដែរបងឬវាវែងដើមវាធំស្លឹកវាត្រង់អូឬវែងដើមធំស្លឹកត្រង់ចាដង្ហើមវាធំបាទជាការរំពឹងទុកបើសិនជាឬវែងដើមធំស្លឹកត្រង់អញ្ចឹងបងរំពឹងថាទិន្នផលយ៉ាងម៉េចដែររំពឹងថាបានទិន្នផលច្រើនការប្រើប្រាស់ថ្នាំនៅលើទីផ្សារវាងាយកើតរោគហើយចំណាយថវិកាច្រើនដល់ទៅពេលប្រើប្រាស់ GR-in-1 របស់ក្រុមហ៊ុនសីហាផាវរិកចំណេញទិន្នផលចំណេញនឹងពេលវេលាចំណេញនឹងថវិកាបន្ថយរោគហើយប្រើប្រាស់អស់តិចទៀតអូចំណាយដើមទុនតិចអញ្ចឹងសរុបសេចក្តីទៅមានន័យថាចំណាយដើមទុនតិចនៅក្នុងការប្រើប្រាស់ហើយមួយទៀតចំណាយពេលវេលាតិចនៅក្នុងការថែទាំហើយលើសពីហ្នឹងទៅទៀតគឺទទួលបាននៅទិន្នផលច្រើនជាងមុនតែជាអារម្មណ៍បងផ្ទាល់នៅពេលដែលឃើញលទ្ធផលបែបនេះបងមានអារម្មណ៍មិនដែរមានអារម្មណ៍សប្បាយចិត្តណាចាអរគុណច្រើនបងមានអីផ្ដាំផ្ញើដល់បងប្អូនដែលកំពុងតែតាមដានទស្សនាវីដេអូនេះខ្ញុំផ្ដាំផ្ញើទៅដល់កសិករដែលធ្វើស្រែ OM 5451ងាកមកប្រើ GR-in-1 វិញទៅព្រោះចំណាយតិចចំណាយទាំងថវិកាតិចហើយចំណេញពេលវេលាចំណេញទាំងសុខភាពហើយបានទិន្នផលខ្ពស់បាទអរគុណច្រើនបងស្រីបាទសម្រាប់ការចំណាយពេលវេលាផ្ដល់បទសម្ភាសន៍ឲ្យក្រុមការងារយើងខ្ញុំអរគុណបងប្អូនប្រិយមិត្តទាំងអស់គ្នាបាទនេះគឺជាសារមួយចង់ផ្ដាំផ្ញើទៅដល់បងប្អូនទាំងអស់មិនថាស្រូវប្រាំងឬក៏ស្រូវវស្សាទេឬក៏ដំណាំចម្ការឬក៏អ្នកធ្វើស្រែទេគឺងាកមកប្រើប្រាស់ All in One កូនខ្មែររបស់យើងចំណេញទាំងពេលវេលាចំណេញទាំងដើមទុននៃការចំណាយហើយកាត់បន្ថយរោគកាត់បន្ថយជំងឺថែមទាំងចំណេញដល់សុខភាពនិងចំណេញដល់បរិស្ថានទៀតផងអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាអរគុណសម្រាប់ការជឿជាក់និងគាំទ្រ